រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោកអ៊ីលបាតូថេដូរ៉ូបាននិយាយនៅថ្ងៃអង្គារទី25 ខែសីហាថាប្រទេសនេះមានផែនការពង្រីកសមត្ថភាពប្រើប្រាស់ដ្រូនទាំងតាមរយៈការអភិវឌ្ឍនិងការទិញដ្រូនបន្ថែមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មកងទ័ពរបស់ខ្លួននេះបើយោងទៅតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ហ្វីលីពីនដែលជាសម្ព័ន្ធមិត្តការពារជាតិរបស់សហរដ្ឋអាមេរិកក៏មានគម្រោងទិញនាវាចម្បាំងប្រភេទ Corvette បំពាក់ដោយមីស៊ីលនាំផ្លូវបន្ថែមនិងសម្ភារៈការពារជាតិសំខាន់ៗផ្សេងទៀតដើម្បីពង្រឹងសមត្ថភាពការពារការគំរាមកំហែងខាងក្រៅនេះជាការថ្លែងរបស់លោក Teodoro ទៅកាន់សមាជិកប្រជុំពិភាក្សាអំពីថវិកានៅឯសភាជាន់ទាបលោក Teodoro បានឲ្យដឹងថាបច្ចុប្បន្នកងកម្លាំងប្រដាប់អាវុធកំពុងធ្វើប្រតិបត្តិការកងអាកាសដ្រូនដែលផ្ដល់ព័ត៌មានស៊ើបការឃ្លាំមើលនិងឆ្លប់យកការក្នុងពេលស្នើថវិកាទៅកាន់សមាជិកសភាឲ្យអនុម័តការដំឡើងដល់ក្រសួងការពារជាតិចំនួន 6.3% សម្រាប់ឆ្នាំ2027លោក Teodoro គូបញ្ជាក់ថានៅពេលដែលយើងរីកចម្រើនទៅតាមដំណើរការយើងនឹងអាចទទួលបានធនធានបន្ថែមទៀតការបង្កើនដ្រូនគឺជាផ្នែកមួយនៃគម្រោងបែងចែកថវិកា50,000 លានពេសូឬ $810.4 លានសម្រាប់កម្មវិធីធ្វើទំនើបកម្មរបស់ហ្វីលីពីននៅឆ្នាំក្រោយដែលជាចំនួនកើនឡើង 25% ធៀបនឹងថវិកាបច្ចុប្បន្នតាមលោក Teodoro អត្ថប្រយោជន៍មួយទៀតនោះគឺការអភិវឌ្ឍប្រព័ន្ធតភ្ជាប់និងចំណេះដឹងផ្នែកប្រតិបត្តិការដែលចាំបាច់សម្រាប់ការប្រើប្រាស់ដ្រូនដោយប្រសិទ្ធភាព